មួយជឿប្រូតែមិនជឿប្រាជ្ញព្រះអង្គម្ចាស់ឈិនវូទ្រង់ប្រឈួនដោយកើតបោសនៅនឹងថ្ពាល់ព្រះអង្គទ្រង់ចុកចាប់ជាខ្លាំងទ្រាំមិនបានទើបទ្រង់ត្រាស់បញ្ជាឲ្យគេទៅតាមលោកគ្រូពេទ្យពៀនឈាវដើម្បីឲ្យមកពិនិត្យព្យាបាលព្រះរោគបន្ទាប់ពីបានពិនិត្យល្អិតល្អន់រួចហើយពៀនឈាវបានក្រាបទូលថារោគនេះចាំបាច់ត្រូវតែវះកាត់នៅថ្ងៃស្អែកទូលបង្គំនឹងនាំយកសម្ភារៈមកថ្វាយការវះកាត់ដល់ព្រះអង្គក្រាបទូលពេលគ្រូពេទ្យត្រឡប់ទៅវិញពួកស្នំមន្ត្រីអែបអបទាំងឡាយបានចូលមកក្រាបទូលដាស់តឿនព្រះអង្គថាបោសដែលកើតលើព្រះភ័ក្ត្រព្រះអង្គនេះវាចិត្តទៅនឹងព្រះនេត្របើនឹងវះកាត់ក៏មិនប្រកាសថាជាឬបានធូរស្រាលយ៉ាងណាដែរផ្ទុយទៅវិញស្រួលមិនស្រួលវាអាចនឹងនាំឲ្យខូចដល់ព្រះនេត្រទៀតក្រាបទូលលុះដល់ស្អែកឡើងពៀនឈាវក៏ចូលមកក្នុងព្រះរាជដំណាក់ដើម្បីថ្វាយការវះកាត់តែព្រះអង្គម្ចាស់ឈិនវូទ្រង់ត្រាស់ថាព្រះអង្គមិនចង់វះកាត់អ្វីទៀតទេហើយទ្រង់បានលើកពីហេតុផលដែលពួកមន្ត្រីទាំងនោះនិយាយយកមករៀបរាប់ឲ្យពៀនឈាវស្ដាប់ពៀនឈាវទូមនោះក្នុងចិត្តជាខ្លាំងគេចោលមកជលវះកាត់ទៅលើឥដ្ឋហើយពោលថាព្រះអង្គទ្រង់ពិភាក្សាជាមួយអ្នកចេះដឹងតែបែរជាទៅស្ដាប់អ្នកមិនដឹងអីធ្វើឲ្យខូចការអស់ពួកស្នំមន្ត្រីទាំងនោះគ្មានចំណេះវិជ្ជាខាងពេទ្យបន្តិចឡើយតែគេមានមតិយោបល់ទៅតាមការនឹកឃើញរបស់ខ្លួនធ្វើឲ្យពេទ្យមែនតែនទៅជាមិនសប្បាយចិត្តមិនថាជាចំណេះដឹងផ្នែកណាក៏ដោយបើខ្លួនមិនចេះអ្នកមិនគួរចេញមុខធ្វើចេះដឹងអ្វីឡើយក្នុងជីវិតប្រចាំថ្ងៃមនុស្សយើងតែងតែចង់តាំងខ្លួនជាអ្នកប្រាជ្ញគិតមិនសូវឃើញថាបើមិនចេះគួរតែខំរៀនថែមនោះទេបែរជានឹកឃើញទៅបញ្ជាតែផ្ដេសតែផ្ដាស់ដើម្បីបង្ហាញថាខ្លួនចេះច្រើនណាស់ខ្លួនមានអំណាចណាស់អ្នកនោះគឺជាអ្នកដែលមិនដឹងម៉ង់ទីតុយនោះឯងទីបំផុតការចេះស្ទើរនេះហើយដែលធ្វើឲ្យការងារត្រូវរាំងស្ទះមិនអាចដើរទៅមុខរួចឲ្យសត្វស្ដាប់ភ្លេងថ្ងៃមួយមានសត្វស្លាបចម្លែកមួយហើរមកចុះសម្រាកនៅក្បែរព្រះរាជវាំងនគរលូព្រះមហាក្សត្រមិនធ្លាប់ដែលឃើញសត្វប្រភេទនេះទេម្ល៉េះហើយព្រះអង្គទ្រង់ព្រះតម្រិះថាវាគឺជាសត្វដ៏វិសេសទើបទ្រង់ត្រាស់បង្គាប់ឲ្យគេនាំគ្នាតាមចាប់សត្វនោះយកមកចិញ្ចឹមទុកនៅក្បែររោងអ្នកតាហើយទ្រង់បានចិញ្ចឹមវាដោយផ្ទាល់ព្រះហស្ថព្រះអង្គឯងដើម្បីសម្ដែងនៅក្តីស្រឡាញ់និងដើម្បីលើកដំកើងដល់សត្វដ៏វិសេសនោះព្រះអង្គបានបញ្ជាឲ្យគេរៀបចំប្រគំតន្ត្រីដ៏ពិរោះបំផុតប្រចាំព្រះរាជវាំងដើម្បីកំដរព្រមទាំងឲ្យគេយកចំណីអាហារដ៏មានឲ្យជារសឆ្ងាញ់ពិសាយកមកឲ្យសត្វស៊ីចំណែកសត្វវិញវាមានតែដឹងថាព្រះមហាក្សត្រទ្រង់សពព្រះតីមានមេត្តាករុណាដល់វាឯណាវាបែរជាកាន់តែភ័យស្លន់ស្លោលោតចុះលោតឡើងមិនហ៊ានស៊ីចំណីមិនហ៊ានផឹកទឹករំលងពីនោះបានតែ3ថ្ងៃវាក៏ស្លាប់បាត់ទៅព្រះមហាក្សត្រនគរលូព្រះអង្គមិនបានយកវិធីចិញ្ចឹមសត្វយកមកចិញ្ចឹមសត្វនោះទេហេតុនេះហើយបានជាសត្វត្រូវស្លាប់
ព្រះអង្គទ្រង់ព្រួយព្រះទ័យក្រែងសត្វកើតរោគ stress ទើបព្រះអង្គរកវិធីធ្វើឲ្យសត្វមានសេចក្តីសុខមានសុភមង្គលដើម្បីឲ្យសត្វមានអាយុយឺនយូរដោយការប្រគំតន្ត្រីឲ្យវាស្ដាប់និងរកអាហារឆ្ងាញ់ៗឲ្យវាស៊ីតែលទ្ធផលបែរជាផ្ទុយទៅវិញមនុស្សយើងទោះជាចេតនាបុគ្គលល្អយ៉ាងណាក៏ដោយតែបើមិនសមស្របនឹងសភាវៈពិតតាមធម្មជាតិទេនោះវាក៏មិនអាចនាំឲ្យកើតជាប្រយោជន៍អ្វីដែរសូម្បីតែរឿងសាមញ្ញធម្មតាដូចជាការចិញ្ចឹមសត្វជាដើមយើងត្រូវស្វែងយល់ពីលក្ខណៈពិសេសនិងទម្លាប់រស់នៅរបស់វាជាមុនមិនមែនយកគោលការណ៍របស់ខ្លួនឯងទៅអនុវត្តជាមួយសត្វឬជាមួយអ្នកផ្សេងនោះឡើយព្រោះមិនថាជាសត្វឬមនុស្សសុទ្ធតែមានសភាវៈធម្មតាផ្ទាល់ខ្លួនរៀងៗខ្លួនបើយើងហ៊ានមើលរំលងពីបញ្ហានេះវានឹងនាំឲ្យយើងធ្លាក់ទៅរកផ្លូវមួយគឺបានត្រឹមតែឯកានោះឯង3ទឹកនៅទីឆ្ងាយពន្លត់ភ្លើងមិនទាន់នគរឈីមានព្រំដែនជាប់នគរលូតែព្រះមហាក្សត្រនគរលូព្រះអង្គម្ចាស់មូតុងបែរជាមិនសពព្រះតីនឹងចងមិត្តមេត្រីជាមួយនគរឈីទេព្រះអង្គបែរជាឲ្យព្រះរាជបុត្រាព្រះរាជបុត្រីទៅរៀបអភិសេកនិងទៅធ្វើជានាម៉ឺននៅឯនគរជីននិងនគរឈូដែលមានទីតាំងនៅឆ្ងាយដាច់ពីគ្នាទៅវិញព្រះអង្គទ្រង់មានព្រះតម្រិះថាពេលមានរឿងលំបាកឬមានអាសន្នអ្វីព្រះអង្គនឹងបានជំនួយពីនគរទាំងពីរមន្ត្រីចាស់ទុំម្នាក់ឈ្មោះលីជូបានចូលគាល់សួរទៅព្រះអង្គម្ចាស់មូកុងថាឧបមាថាទីកន្លែងនេះមានមនុស្សកំពុងតែលង់ទឹកអ្នកដែលឈរនៅមាត់ច្រាំងនាំគ្នាស្រែកថាពួកអ្នកស្រុកយាកសុទ្ធតែជាអ្នកពូកែហែលទឹកចូលអ្នកចាត់មនុស្សទៅរកអ្នកស្រុកយាកឲ្យមកជួយស្រង់អ្នកលង់ទឹកផងក្នុងពេលនោះតើព្រះអង្គទ្រង់ព្រះតម្រិះថាគេនឹងអាចជួយអ្នកលង់ទឹកនោះបានដែរឬទេក្រាបទូលព្រះមហាក្សត្រមូកុងទ្រង់សម្រួលព្រះតីក្អាកក្អាយអីក៏ល្ងងម្លេះស្រុកយាកនៅឯណាឯណីនោះទោះបីជាវាពូកែហែទឹកយ៉ាងណាក៏អ្នកលង់ទឹកនោះកិច្ចមិនផុតពីសេចក្តីស្លាប់ដែរលីជូក៏សួរបន្តទៀតថាបើរាជធានីរបស់នគរលូមានអគ្គិភ័យកើតឡើងយ៉ាងធ្ងន់ធ្ងរហើយមានមនុស្សមកក្រាបទូលថ្វាយព្រះអង្គថាសមុទ្រគឺជាទីកន្លែងដែលមានទឹកច្រើនបំផុតចូលប្រញាប់បញ្ជូនមនុស្សទៅឲ្យជញ្ជូនទឹកសមុទ្រយកមកពន្លត់ភ្លើងពេលនោះតើព្រះអង្គមានព្រះតម្រិះថាវាអាចទៅរួចដែរឬទេក្រាបទូលវាមិនអាចទៅរួចទេព្រះមហាក្សត្រប្រកែកទម្រាំតែជញ្ជូនទឹកសមុទ្រមកដល់ទីក្រុងក៏នឹងទៅជាផេះអស់បាត់ទៅហើយលីជូពោលបន្ថែមពិតជាត្រឹមត្រូវហើយដែលថាទឹកនៅឆ្ងាយមិនអាចពន្លត់ភ្លើងទាន់ឡើយនគរជីននិងនគរឈូបើទោះបីជារីកចម្រើនរុងរឿងយ៉ាងណាក៏ដោយតែនគរទាំងពីរស្ថិតនៅឆ្ងាយណាស់ពីនគរលូហេតុនេះបើពេលនគរលូមានគ្រោះភ័យអាសន្នអន់ក្រមកដល់វាមិនខុសអ្វីពីទឹកនៅឆ្ងាយដែលមិនអាចយកមកពន្លត់ភ្លើងនៅទីជិតនេះបានឡើយផ្ទុយទៅវិញនគរឈីនិងនគរឈូមានព្រំដែនជាប់គ្នាការដែលមិនចងសម្ព័ន្ធមេត្រីជាមួយប្រទេសជិតខាងនោះគឺជាផ្លូវដែលនាំទៅរកគ្រោះអន្តរាយនោះឯងក្សត្រមូកុងនៃនគរលូទ្រង់ឆ្វេងយល់ទៅលើការរីកចម្រើនរុងរឿងតែមួយមុខនិងមើលរំលងពីភាពងាយស្រួលក្នុងការជួយគ្នាក្នុងរយៈពេលមួយដែលមានកម្រិត
ទឹកសមុទ្រទោះជាមានបរិមាណសម្បូរហូរហៀប្រើយ៉ាងណាក៏មិនចេះអស់តែបែរជាគ្មានប្រសិទ្ធភាពព្រោះវានៅឆ្ងាយពេកនាំយកមកពន្លត់ភ្លើងមិនទាន់ពេលឡើយហេតុនេះទំនាក់ទំនងរវាងហេតុការណ៍ផ្សេងត្រូវមានលក្ខខណ្ឌកំណត់ទៅតាមសភាវៈពិតជាក់ស្ដែងអ្វីគ្រប់យ៉ាងតែងតែមានការប្រែប្រួលផ្លាស់ប្ដូរទៅតាមលក្ខខណ្ឌទីតាំងនិងពេលវេលាការទទួលស្គាល់និងការអនុវត្តតាមលក្ខខណ្ឌណាមួយអាចនឹងយកមកប្រើប្រាស់មិនបានក្នុងលក្ខខណ្ឌមួយផ្សេងទៀតបើខ្វះលក្ខខណ្ឌទីតាំងនិងពេលវេលាអ្វីក៏មិនទាន់អាចកំណត់ថាល្អឬមិនល្អនោះឡើយនៅពេលដែលខ្លួនស៊ីមិនកើតដើមមិនរួចតើទ្រព្យសម្បត្តិនិងអំណាចវាបានផលប្រយោជន៍អ្វីដល់អ្នក4. ចឹងសានជាឃាតករចឹងសានជាប្រជារាស្ត្ររស់នៅស្រុកវើយក្នុងនគរលូថ្ងៃមួយនៅក្នុងស្រុកនោះមានមនុស្សម្នាក់មានឈ្មោះនឹងត្រកូលដូចជាចឹងសានបានទៅសម្លាប់គេស្លាប់អ្នកស្រុកជាមួយគ្នាពេលបានដឹងរឿងនេះគេក៏នាំដំណឹងទៅប្រាប់ម្ដាយរបស់ចឹងសានមានរឿងធំហើយចឹងសានសម្លាប់គេពេលនោះម្ដាយរបស់ចឹងសានកំពុងត្បាញសំពត់នៅក្បែរបង្អួចគាត់ឆ្លើយទាំងមិនបាច់ងើបមកមើលអ្នកណាឡើយគុំមកប្រូដាក់យើងកូនយើងវាមិនហ៊ានសម្លាប់គេទេមួយសន្ទុះមកទៀតមានមនុស្សម្នាក់ទៀតមកប្រាប់ចឹងសានខ្លាចជាឃាតករហើយគាត់ក៏នៅតែមិនជឿមួយសន្ទុះក្រោយមកមានអ្នកស្រុកម្នាក់ទៀតរត់មកស្រែកថាឆាប់រត់ទៅចឹងសានវាសម្លាប់មនុស្សលើកនេះម្ដាយចឹងសានចាប់ផ្ដើមភ័យគាត់ឈប់ត្បាញហើយស្ទុះងើបចេញពីកន្លែងត្បាញផ្លោះតាមបង្អួចរត់ប្រុចតែម្ដងចឹងសានជាសិស្សម្នាក់របស់ខុងជឺគេគឺជាអ្នកជាប់ឈ្មោះជាមនុស្សកតញ្ញូម្នាក់ម្ដាយចឹងសានយកចិត្តកូនបានយ៉ាងល្អជឿថាកូនខ្លួនមិនអាចទៅជាឃាតករទេតែដោយសារអ្នកស្រុកនិយាយពាក្យដដែលច្រើនដងធ្វើឲ្យគាត់លែងទុកចិត្តខ្លួនឯងដែលខំរក្សាមកចិត្តមួយជីវិតយើងម្នាក់គួរតែប្រកាន់ឲ្យបានភ្ជាប់លើការជឿទុកចិត្តខ្លួនឯងទោះជាស្ថិតនៅក្នុងស្ថានភាពច្របូកច្របល់បែបណាក៏ដោយមិនត្រូវងាករេទៅតាមហេតុការណ៍ដែលស្រពេចស្រពិលឡើយនោះទើបគេហៅថាមនុស្សដៃថែបដ៏វិសេសវិសាល